បាទរួចរាល់ហើយម៉ាស៊ីនកិនស្រូវຂະຫນາດ1ម៉ោង600គីឡូបាទតម្លើងនៅខាងឃុំមនោរម្យស្រុកថ្ពងខេត្តកំពង់ស្ពឺបាទឈុតនេះឈុត1ម៉ោង600គីឡូបំពាក់ម៉ាស៊ីនម៉ាសុតយ៉ាងដង42សេះបាទភ្ញៀវគាត់យកឈុតធំគាត់យកមានចាប់គ្រោះបាទមានឲ្យចាប់គ្រោះនៅលើកមួយជាន់ទៀតបាទបងប្អូនមួយចំនួនគាត់ចេះតែយល់ច្រឡំថាចាប់គ្រោះមួយពាក្យថាចាប់គ្រោះមួយទៀតញាក់គ្រោះបាទកញ្ឆែងញាក់គ្រោះខាងលើនោះបាទខាងលើនោះវាញាក់គ្រោះវាបានញាក់គ្រោះបានធំអីទេបើតូចជាងគ្រាប់ស្រូវគ្រាប់អីហ្នឹងគឺវាអាចវាមកជាមួយកមួយអីវាអត់អាច 100% ដូចយើងបំពាក់ម៉ាស៊ីនចាប់គ្រោះនេះទេបាទគាត់ថាវាបានស្អាតច្រើនដែរបើយើងដាក់អាចចាប់គ្រោះនេះមួយទៀតគឺវាចាប់ស្អាត 100% ហ្មងគ្រោះធំគ្រោះតូចគ្រោះសគ្រោះអីឲ្យតែគ្រោះគឺស្អាតហ្មងបាទអញ្ចឹងយើងបំពាក់ខាងលើមកតង់នោះហើយយើងដាក់ខាងក្រោមនេះចាប់គ្រោះនៅលើកមកតង់វាគឺស្អាតបាទស្អាត 100% គឺគ្រោះធានាថាគ្រោះស្អាតហ្មងបាទឈុតនេះគាត់ភ្ញៀវគាត់យកឈុតធំគាត់ត្រូវការអង្គចូលទីផ្សារទីអីយើងដាក់ឈុតនេះទៅវាស្អាតព្រោះគ្រោះដឹងតែអត់មានហើយបាទផ្កាស្មៅវាបានស្អាតច្រើនហើយព្រោះផ្កាស្មៅវាញាក់នៅខាងលើនោះស្អាតបានច្រើនហើយបាទវាមកសម្ដីមកផ្កាស្មៅមកអីហ្នឹងវាមកហូរមកម្ខាងហើយបាទហូរមកម្ខាងហើយគ្រោះថ្មកលកច្រាំងអីវាទៅម្ខាងបាទឈុតនេះភ្ញៀវគាត់យកឈុតចាប់គ្រោះនៅលើកមួយជាន់ទៀតបាទហ្នឹងគ្រោះតូចគ្រោះធំនេះគឺដឹងតែស្អាតហើយបាទហើយបំពាក់ក្បាលបែកកតុ12កបិតបាទ12កបិតចេញទៅម៉ត់ខៃហ្មងប្រភេទកតុលេខ1ហ្មងកតុម៉ត់ហ្មងបាទចំណេញកតុច្រើនបាទបំពាក់យោងបំពាក់ខ្សែពៀនអូសទៅជាមួយគ្នាហ្មងអត់ចាំបាច់ដោតភ្លើងទេតែបើចាប់គ្រោះនៅខាងមុខនោះត្រូវការដោតភ្លើងបាទត្រូវការដោតភ្លើងតែ10អាក៏ប្រើបានដែរចាប់គ្រោះនៅលើកខាងមុខនោះយើងដាក់តែ10អាក៏ប្រើបានដែរព្រោះបើតើវាតែកន្លះសេះទេអាហ្នឹងវាកិនស្ទៃទេវាអត់ប្រើកម្លាំងដូចកិនស្រូវទេបាទខាងលើនេះវាញាក់គ្រោះញាក់ថ្មកលច្រាំងអីធំអីវាចេញបាទចេញស្អាតហើយផ្កាស្មៅទៅម្ខាងបាទផ្កាស្មៅវាទៅម្ខាងសំដីទៅម្ខាងហើយគ្រោះថ្មកលច្រាំងវាទៅម្ខាងខាងលើហ្នឹងហើយបានវាចូលកិនហើយចេញកមកវាចាប់គ្រោះនៅលើកមួយជាន់ទៀតបាទចាប់គ្រោះខាងមុខនឹងមួយជាន់ទៀតអញ្ចឹងវាឡើង2ជាន់ដល់កស្អាតហ្មងបាទកចេញទៅដល់ស្អាតអត់មានគ្រោះមានអីទេហើយកតុចេញទៅម៉ត់ខៃហ្មងព្រោះដោយសារក្បាលកតុ12កបិតបាទហើយយើងបំពាក់ម៉ាស៊ីនធំសេះធំបាទសេះធំ42សេះអញ្ចឹងកម្លាំងវាខ្លាំងវាដល់កម្លាំងរបស់វាគឺម៉ត់ខៃហ្មងបាទម៉ត់ខៃហ្មងបាទធ្វើដែកក្រាស់បាទក្រាស់បាទមួយដឹងមួយយកទៅបងប្អូនកុំឲ្យពិបាកប្រើញយអត់ទេថាទៀមដែកទៀមអីខះបាទភ្ញៀវអត់ដែរមកទេភ្ញៀវមើលតែតាមទូរស័ព្ទហ្នឹងគាត់កក់លុយទៅនប់ខ្ញុំខ្លះតិចតួចទៅខាងខ្ញុំទៅហ្មងភ្ញៀវសិតតែអត់ដែរមកសោះហ្មងភ្ញៀវអត់ដែរមកទេបាទគាត់មើលតាមเพจតាមអីចឹងទៅគាត់តំណែងមកគាត់កក់តំណប់តិចតួចសម្រាប់ចាក់ព្រៀងចាក់អីទៅទេបាទមើលហើយកិនហើយបរៀនឲ្យចេះដឹងរបៀបប្រើបាទកិនយ៉ាងម៉េចរបៀបថែទាំម៉ាស៊ីនរបៀបប្រើប្រាស់បរៀនតតែចេះបានទូទាត់កាត់លុយបាទអត់មានឲ្យបងប្អូនអីមកមើលដល់កន្លែងហើយអត់បានកិនបានអីអត់ទេតដឹកបរៀនទៅដល់កន្លែងមកបាទដល់កន្លែងមកបរៀនឲ្យចេះប្រើរបៀបប្រើការជួសជុលការដូរកញ្ឆែងការដូរអីយ៉ាងម៉េចបរៀនឲ្យចេះទាំងអស់របៀប